dương tàu mưa cách trong mưa xe thì mướn ta bây giờ dương vô du ai bây giờ loi rồi mùi on loi អរិយពេលជិត10ឆ្នាំលោកសឹមសៅកសិកររស់នៅក្នុងឃុំឧត្តមសូរិយាស្រុកត្រាំកក់ខេត្តតាកែវដែលជាសមាជិករបស់សហគមន៍កសិកម្មឧត្តមសូរិយាបានផ្លាស់ប្ដូរមកប្រើជីសរីរាង្គជំនួសឲ្យជីគីមី អំពើជីធម្មជាតិដោយសារជីគីមីវាថ្លៃចំនួនហ្នឹងយើងមកបោ20កាលចំនួន200000ជីហើយយើងបាយយូរទៅបានន័យថាជួនកាលសូវតំបន់យើងបាយច្រើនវាខ្លោចហើយបើដាក់តិចវាអត់ល្អជួនបើភ្លៀងមកអត់សូវអីបើសិនជាយើងបាយទៅជីគីមីហ្នឹងធ្វើឲ្យវាខ្លោចស្រូវហើយមួយទៀតវាស្រូវហ្នឹងវាឡើងអុចអុចចឹងណាបាទដោយសារយើងប្រើយូរទៅហើយដីចង់និយាយថាបាយយូរទៅដីអត់ដង្ហើមទេដោយសារវារឹងវាក្តាំងចឹងណាអញ្ចឹងមកយើងសម្រាប់ចិត្តថាយើងបាយជីធម្មជាតិមកដល់ដោយមើលឃើញពីភាពរីកចម្រើននិងការលើកទឹកចិត្តផ្សេងរបស់សហគមន៍លោកសឹមសៅបានសម្រេចចិត្តមកប្រើជីសរីរាង្គនេះពីមុនគាត់ប្រើជីគីមីច្រើនតែឥឡូវនេះគាត់ងាកមកប្រើជីធម្មជាតិនឹងច្រើនហើយដោយសារគាត់យល់ដឹងតាមរយៈសហគមន៍ផ្សព្វផ្សាយតាមរយៈអង្គការពាក់ព័ន្ធឲ្យគាត់មកផ្សព្វផ្សាយពីគុណប្រយោជន៍របស់ជីធម្មជាតិនឹងហើយតាមរយៈយើងផ្សព្វផ្សាយតាម Telegram តាម Facebook អញ្ចឹងការងាករបស់គាត់គិតគូរពីរឿងសុខភាពគាត់ផងហើយគាត់គិតគូររឿងដីឃើញយ៉ាងណាដីគាត់នឹងមានសំណើមមានមីក្រូសរីរាង្គនៅក្នុងដីនឹងច្រើនអញ្ចឹងយើងប្រៀបធៀបពីមុនគឺឥឡូវហ្នឹងវាអាចប្រសើរជាងពីមុនច្រើនពីមុនគាត់ប្រើតែជីគីមីតែឥឡូវគាត់ងាកមកប្រើជីធម្មជាតិនឹងបានច្រើនជីគេមកបៅជិត200,000 7-8-10,000បើអីរេ10,000ជាងហើយបើនិយាយជីកាលីនោះមកបៅជិត20,000តែយើងគិតមើលប្រៀបធៀបហើយបើជីយើងតែមកបៅ 6-7,000ហើយវាមិនធូរក៏យើងដាក់ច្រើនអត់ខូចប៉ុន្តែបើជីគីមីដាក់ទៅច្រើនខូចហើយបើសិនជាយើងយកទៅហូបទៅក៏ជីធម្មជាតិយើងវាមានរសជាតិជាងដែរបាទហ្នឹងហើយទីមួយយើងកាត់បន្ថយយើងទិញជីគេថ្លៃដើមវាខ្ពស់ហើយយើងប្រើបើយើងថ្លៃដើមទៀតហើយគុណភាពវាឆ្ងាញ់ហើយល្អដូចគ្នាអញ្ចឹងយើងចឹងមកខ្ញុំងាកមកប្រើនេះទៅដោយសារជីធម្មជាតិហ្នឹងគឺវាទីមួយយើងផលិតនៅក្នុងស្រុកហើយគេទទួលស្គាល់ថាជីហ្នឹងគឺវាមានសារធាតុចិញ្ចឹមហ្នឹងប្រហែលនឹងជីដែលនាំចូលដែរហើយដាក់ទៅលើដំណាំហ្នឹងគឺវាលូតលាស់បានផលបានផ្លែបានការល្អដែរហើយវាជួយឲ្យដីនឹងធូរវាបង្កើននៅមីក្រូសរីរាង្គនៅក្នុងដីនឹងធ្វើឲ្យដីនឹងមានសំណើមដីនឹងខ្លាយទៅជាមមុខដោយសារជីធម្មជាតិហ្នឹងអញ្ចឹងបានជាមានការគ្រប់គ្រងធម្មតាយើងមានដូចជីគីមីដូចគេប្រើមួយឆ្នាំកើនរហូតគេប្រើរហូតប៉ុន្តែសម្រាប់ជីធម្មជាតិរបស់យើងដាក់មុនដំបូងហ្នឹងវាដាក់ច្រើនដល់ពេលលើក្រោយយើងប្រើមុំអញ្ចឹងកាត់បន្ថយហ្នឹងហើយដើម្បីកាត់បន្ថយព្រោះដីវាមានជីជាតិហើយពិតជារួមការធ្វើស្រែប្រើប្រាស់ជីធម្មជាតិវាធ្វើឲ្យកសិករទទួលបានផលចំណេញខ្ពស់អញ្ចឹងមើលទេសភាពទៅវាល្អគួរសមចុះស្នាមដែរហើយពុំធំខាងបាទឆ្នាំនេះប្រហែលជាបាន4តោនណាមើល